I traveled to 50 countries by 22 ហើយពេលខ្លះខ្ញុំអត់ចង់ជឿថា this is my life ដោយសារពេលដែលខ្ញុំនៅក្មេងខ្ញុំតែងតែមាន dream about traveling the world ប៉ុន្តែខ្ញុំអត់ជឿថាថ្ងៃណាមួយខ្ញុំនឹងធ្វើវាបានទេហើយខ្ញុំក៏ដែរសម័យថាថ្ងៃមួយខ្ញុំនឹងចេញពីខ្មែរទៅរៀនតនៅប្រទេសថៃបន្ទាប់មកមានឱកាសទៅ exchange program ដល់អឺរ៉ុបហើយឥឡូវបច្ចុប្បន្នគឺខ្ញុំរស់នៅប្រទេសអូស្ត្រាលីដើម្បីរៀន master តពេលដែលត្រឡប់មើលទៅវិញពេលខ្លះមានអារម្មណ៍ថារឿងខ្លះវាកើតឡើងដោយយើងអត់ expect វាមកណានិយាយរួមទៅខ្ញុំពិតជា grateful for ជីវិតមួយនេះមែនតើពេលខ្លះអាកាសមិនចេះតែមានទេហើយពេលខ្លះក៏យើងត្រូវតែបង្កើតឱកាសឲ្យខ្លួនឯងដែរហើយរឿងទាំងអស់ហ្នឹងខ្ញុំក៏ចង់អរគុណ family ខ្ញុំដែលគាត់បាននាំខ្ញុំទៅស្គាល់ប្រទេសក្រៅពេលដែលខ្ញុំនៅក្មេង These 50 countries journey បានចាប់ផ្ដើមពេលដែលខ្ញុំនៅក្មេងពេលអ្នកតែខ្ញុំក៏ចាប់ផ្ដើមនាំខ្ញុំទៅស្គាល់ពិភពលោកខាងក្រៅលើកដំបូងខ្ញុំបានទៅលេង12ប្រទេសជាមួយអ្នកតែខ្ញុំមាននៅអាស៊ីហើយជាមួយនឹងទៅប្រទេសអារ៉ាប់ទៅអីដែរនិយាយទៅហើយខ្ញុំក៏មានឱកាសទៅលេងប្រទេសពីរផ្សេងទៀតដែរគឺប្រទេសកូរ៉េហើយនិងរុស្ស៊ីដោយសារពេលហ្នឹងខ្ញុំទៅប្រកួតកីឡាតៃក្វាន់ដូខ្ញុំធ្លាប់តែជាជំរើសជាតិតៃក្វាន់ដូរបស់ខ្មែរយើងម្នាក់ពេលហ្នឹងខ្ញុំទៅប្រកួតនៅរុស្ស៊ីក៏ខ្ញុំបានមេដាយមកខ្មែរវិញដែរយល់ទៅ I still can't believe it មកចូលដល់ chapter 2 of my life ពេលដែលខ្ញុំ move ទៅនៅថៃដើម្បីរៀនតលើកដំបូងពេលដែលរៀននៅនោះគឺខ្ញុំរៀនបានច្រើនពីការរស់នៅម្នាក់ឯងធ្វើជាមនុស្សដែលរឹងមាំថែមទាំងបរិញ្ញាខ្ញុំចេះកែប្រែកំហុសខ្លួនឯងហើយអត់ give up លើខ្លួនឯងទោះមាននឹងអីកើតឡើងក៏ដោយដោយសារតែខ្ញុំរៀនបានបន្ទូល្អដែរទើបខ្ញុំមានឱកាសបានទៅ exchange program នៅអាល្លឺម៉ង់ហើយក៏ជាឱកាសដ៏ធំមួយដែលធ្វើឲ្យខ្ញុំបាន explore the world បានច្រើនប្រទេសអញ្ចឹងដល់ដំបូងគឺខ្ញុំចាប់ផ្ដើមរៀនទៅលាប់ខ្លួនឯងជាមួយនឹង environment ថ្មីជិបនៅរស់នៅក្នុង small town ហើយជាមួយនឹងមិត្តភ័ក្តិអាល្លឺម៉ង់តិចតួច3ខែដំបូងដែលខ្ញុំរស់នៅអាល្លឺម៉ង់គឺខ្ញុំទៅរៀនហើយពេលដែល weekend អញ្ចឹងខ្ញុំអាចឆ្លៀតទៅលេងនៅបារាំងឬក៏នៅប្រទេស Austria អីផ្សេងៗដែរពេលនោះខ្ញុំរៀនតែ3ខែចប់កម្មវិធីគេប៉ុន្តែខ្ញុំសល់វីសា3ខែទៀតហើយសុកមកខ្ញុំក៏នឹកឃើញ idea មួយថាខ្ញុំចង់ solo travel ម្នាក់ឯងរយៈពេល3ខែ explore Europe នឹងមកហើយខ្ញុំអត់ដឹងថាពេលហ្នឹងខ្ញុំមាន courage នឹងមកពីណាគឺខ្ញុំសម្រាប់ចិត្តភ្លាមខ្ញុំរៀប plan ភ្លាមគឺខ្ញុំចេញទៅណាមកខ្ញុំដាក់តាវ៉ាលី carry on មួយហើយកាបូបស្ពាយពីក្រោយមួយគឺខ្ញុំចាប់ផ្ដើមហោះទៅប្រទេសក្រិចទៅលេងកោះ Santorini បន្ទាប់មកគឺខ្ញុំបាន explore តំបន់ Balkan country នៅអឺរ៉ុបប៉ែកខាងក្រោមទៅតំបន់ហ្នឹងប្រទេសគេអត់សូវស្គាល់ទេប៉ុន្តែស្អាតមែនតើអ្នកខ្ញុំទៅហើយគឺអឺរ៉ុបបែបប៉ែកខាងហ្នឹងគឺថ្លៃរៀងធូរថ្លៃជាងប៉ែកបារាំងអ៊ីតាលីអីចឹងហើយខ្ញុំក៏បន្តដំណើររបស់ខ្ញុំតាម map នឹងរហូតឡើងមកដល់ប្រទេសខាង Norway ខាង Finland អីហើយក៏ខ្ញុំទៅលេងនៅអេស្ប៉ាញនៅអ៊ីតាលីនៅ Switzerland បន្ទាប់មកប្រទេសដែលខ្ញុំទៅចុងក្រោយគេនៅអឺរ៉ុបហ្នឹងគឺប្រទេស Turkey តទៅពេលបកក្រោយវិញខ្ញុំមានអារម្មណ៍ថាខ្ញុំសរសើរខ្លួនឯងមែនតើនៅពេលហ្នឹងខ្ញុំនៅរៀងក្មេងហើយខ្ញុំជាស្រីទៀតប៉ុន្តែខ្ញុំក្លាហានហ៊ានធ្វើដំណើរទៅប្រទេសគេម្នាក់ឯងមានតាំងពីជិះឡានក្រុងមកយប់ទល់ភ្លឺមានតាំងពី flight early morning មានតាំងពីវែងផ្លូវមានតាំងពីជួបមនុស្សដែលចង់បានផលប្រយោជន៍ពីយើងប៉ុន្តែពេលហ្នឹងហើយជាពេលដែលបរិញ្ញាខ្ញុំបានច្រើនជាងគេហ្មងគឺខ្ញុំបានធ្វើជាមនុស្សដែលក្លាហានរងមាំធ្វើជាមនុស្ស independent ធ្វើអីគឺខ្ញុំលែងខ្លាចមនុស្សខ្ញុំហ៊ានអាចកាត់រឿងអីមួយដោយខ្លួនឯងសួរថាហត់អត់ដើរលេងតថ្ងៃពីប្រទេសមួយទៅប្រទេសមួយរហូតអញ្ចឹងគឺវាហត់ប៉ុន្តែខ្ញុំក៏សប្បាយចិត្តនឹង explore ដោយសារតែខ្ញុំចង់ឃើញពិភពលោកចង់ឃើញប្រទេសថ្មីមែនតើហើយការហត់ហ្នឹងវាជាចំណែកដែលតូចមួយឯងខ្ញុំដើរលេងនៅអឺរ៉ុបបាន30ប្រទេសហ្នឹងខ្ញុំបានធ្វើកន្លែងថ្មីស្អាតច្រើនមែនតើដែលនៅលើអ៊ីនធឺណិតគេអត់ដែរបង្ហាញព្រោះអីភាគច្រើនមនុស្សទូទៅគេនិយមទៅកន្លែងណាដែលល្បីហើយខ្ញុំបានទៅកន្លែងតាំងពី small town small area ដែលគេអត់សូវទៅក៏ខ្ញុំបានទៅប្រទេសខ្លះប្រទេសដែលខ្ញុំអត់ដែរស្គាល់សោះក៏ខ្ញុំបានទៅស្គាល់ហើយខ្ញុំបានសាកម្ហូបថ្មីរៀនពី culture ប្រទេសគេរៀនពី mindset ប្រទេសគេស្របទៅការទៅនៅអឺរ៉ុប6ខែហ្នឹងវាមិនមែនគ្រាន់តែត្រឹមជា memory ទេប៉ុន្តែវាបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរ perspective នៅលើជីវិតជាច្រើនចូលដល់ chapter មួយទៀតនៃជីវិតរបស់ខ្ញុំគឺពេលដែលខ្ញុំរៀនចប់ exchange នៅអឺរ៉ុបហ្នឹងខ្ញុំត្រឡប់មកនៅថៃវិញខ្ញុំក៏បានធ្វើដំណើរទៅលេងប្រទេសម៉ានដែរដូចជានៅនេប៉ាល់នៅបាលីនៅឥណ្ឌូនេស៊ីហ្នឹងហើយហ្វីលីពីនអីហ្នឹងជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំអ្វីដែលខ្ញុំចងចាំជាងគេពីការដើរលេងមួយមិត្តភ័ក្តិហ្នឹងគឺជា conversation ដែលយើងសប្បាយគឺជា memory ល្អហើយខ្ញុំក៏បានមកស្គាល់ប្រទេសអូស្ត្រាលីលើកដំបូងមួយអ្នកផ្ទះខ្ញុំដែរតែមិនជាប្រទេសទី50ដែលខ្ញុំបានទៅលេងទេប៉ុន្តែប្រទេសជប៉ុនគឺជាប្រទេសទី50ដែលខ្ញុំបានទៅស្គាល់លើពិភពលោកហ្នឹងឥឡូវចូលមកដល់ chapter បច្ចុប្បន្នគឺខ្ញុំកំពុងរៀននៅអូស្ត្រាលីនឹងឯងគិតត្រឡប់ទៅមើលពេលពីមុនវិញគឺខ្ញុំមានអារម្មណ៍ថា grateful សម្រាប់ឱកាសដែលល្អមែនតើហើយមិនដោយសារតែខ្ញុំបានទៅលេងដល់50ប្រទេសគឺដោយសារតែ experience ទាំងអស់ហ្នឹងហើយដែលវាធ្វើឲ្យខ្ញុំខ្លាចជាខ្លួនខ្ញុំឥឡូវហ្នឹង and I know my journey doesn't end here because នៅសល់កន្លែងច្រើនទៀតដែលខ្ញុំចង់ទៅលេងចង់ទៅឃើញចង់ទៅ experience មែនតើ not because I stop loving travel ប៉ុន្តែដោយសារឥឡូវយើងអាយុច្រើនជាងមុនយើងត្រូវ slow down a little ព្រោះតែឥឡូវយើងត្រូវចាប់ផ្ដើម focus លើ goal ហើយនឹង future របស់យើងដែរនិយាយទៅ travel give me freedom memories confidence and a lot of stories that I can carry for the rest of my life
ប៉ុន្តែជីវិតយើងត្រូវការមានគោលដៅច្បាស់លាស់មាន stability ហើយនឹងយើងឥឡូវហ្នឹងយើងខ្លាចទៅជាមនុស្សធំយើងត្រូវមាន responsibility ច្រើន The part of growing up is យើងត្រូវបង្កើតរឿងល្អៗនិងការចងចាំល្អៗក្នុងជីវិត